បងប្អូនណាសពថ្ងៃបងប្អូនយល់ថាប្រទេសរបស់បងប្អូនឯករាជ្យទេបងប្អូនបងប្អូនយល់ថាអាបរទេសខាងកើតហ្នឹងវាឈប់លូកលាន់ប្រទេសរបស់យើងហើយឬយ៉ាងម៉េចបងប្អូនងាប់ពលរដ្ឋរបស់វារាប់សែននាក់ណាបងប្អូនសម្រាប់តែគ្រប់គ្រងទឹកដីរបស់យើងបានណាបងប្អូនទោះតែវាលែងយើងណាបងប្អូនងាប់បងប្អូនយល់ថាអាបរទេសខាងកើតលែងបងប្អូនច្រឡំធំហើយលែងបងប្អូនណាបងប្អូនបាត់កម្ពុជាក្រមទៀតឡើយសាក់មើលលែងស្រុកខ្មែរឲ្យឯករាជ្យបាត់កម្ពុជាក្រមទៀតឡើយបងប្អូនប្រជាពលរដ្ឋខ្មែរសប្តាហ៍មានសន្តិភាពក្នុងផ្លូវចិត្តគេមានស្លៀនពៀននេះណាបាច់ស្លៀនពៀននេះបងប្អូនវាជ្រាបគ្រប់សរសៃឈាមរបស់ខ្មែរហើយរបបប្រមូលផ្ដុំអំណាចទេបងប្អូនការទទួលខុសត្រូវនៅតែខាងលើវាមិនចាំបាច់មកត្រួតត្រាបងប្អូននៅគ្រប់ភូមិគ្រប់ឃុំទេវាទីអាខួរខាងលើនោះណាបងប្អូនណាវាចូលមកស្រុកខ្មែរមិនមែនចូលតិចដងទេណាបងប្អូនថ្មីដែលបងប្អូននៅចាំចូលមកចំនួន75មកបងប្អូនលន់ណុលវាយបដាច់ទឹកហើមពីងត្រឡប់ទៅវិញវាចូលអត់បានសម្រេចទេវាចង់ចូលមកជន់ខ្មែរបងប្អូនលន់ណុលដាក់ខ្ទេចត្រឡប់ទៅវិញបន្ទាប់មកទៀតអាចចូល79មកនេះវាចូលប្រងមកនៅទៀតណាបងប្អូនប៉ុន្តែនៅអត់កើតទេដោយសារអីដោយសារមានចលនានយោបាយមួយនៅឯជាយដែនខាងលិចនេះតវ៉ានៅលើឆាកអន្តរជាតិគេគៀបវារយឲ្យវាត្រឡប់ទៅស្រុកវាវិញប៉ុន្តែអាចិត្តរបស់វាអត់ចង់ទៅទេណាអញ្ចឹងគ្រប់លទ្ធភាពដែលវាអាចនៅបានគឺវានៅជាទូទៅយើងទាំងអស់គ្នាដែលជាអ្នកសិក្សានយោបាយស្រុកខ្មែរយើងដឹងថាពួកអាបរទេសចេញទៅតាអាវវាចេញតាអាវវាជិះឡានទាំងឡានទៅវាចុះទៅលើឡានវាចូលមកវិញមកអានឹងគេហៅចេញតាអាវរូបវាអត់ចេញទេបងប្អូនសប្តាហ៍ពាត់តាជាយដែនណាអូយពាត់តែដាក់លបងព្រំដែនយើងសំនេះសំនោះប៉ុន្តែបងប្អូនទៅមើលបឹងទលេសាបឲ្យហ៊ីមើលមាតុភូមិខ្ញុំអីគេហ่าសត្វយួនមើលនៅមាតុភូមិខ្ញុំស្រស់បំប្រងកម្ពុជាមាតុភូមិខ្ញុំសត្វយួនពេញបឹងទលេសាបទាំងអស់ហើយយើងជាម្ចាស់ប្រទេសហេរឿងហ្នឹងរឿងរដ្ឋាភិបាលបើបងប្អូនចាក់ទុកថារឿងហ្នឹងរឿងរដ្ឋាភិបាលបងប្អូនវានៅតែប៉ុណ្ណឹងទៅធ្វើកិច្ចគេនៅថៃហ្នឹងទៅហើយយួននៅពេញស្រុកហ្នឹងទៅបើបងប្អូនចាក់ទុកថាហេអញបោះឆ្នោតឲ្យរដ្ឋាភិបាលហើយរឿងហ្នឹងរឿងរដ្ឋាភិបាលតែបើបងប្អូនគិតអញ្ចឹងណាអាហ្នឹងកិច្ចគេនៅថៃនៅម៉ាឡេនៅកូរ៉េរាល់ថ្ងៃហ្នឹងទៅព្រោះសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់រីកចម្រើនណារីកចម្រើនមែនប៉ុន្តែមនុស្សគេទៅអស់ហើយវាមានតែសាលារៀនមានតែមន្ទីរពេទ្យហ្នឹងប៉ុន្តែមនុស្សទៅធ្វើកិច្ចគេនៅថៃអស់ជាពិសេសខេត្តបន្ទាយមានជ័យចិត្តស្រុកធៀមជាងគេព្រោះធ្វើកិច្ចគេទៅលីងបើបណ្ណាជាបងប្អូនចង់ដោះស្រាយបញ្ហាហ្នឹងបងប្អូនទុករដ្ឋាភិបាលម្ដុំយើងជាម្ចាស់ប្រទេសណារឿងយួននៅដីខ្មែររឿងគេកាប់បំផ្លាញព្រៃឈើរឿងសម្បត្តិធម្មជាតិយើងអលំអលាយរឿងរបស់យើងណារឿងរដ្ឋាភិបាលរឿងតំណាងរបស់យើងដែលយើងជួលគេទៅតាគេធ្វើឲ្យខ្ទេចខ្ទីប្រទេសគេធ្វើឲ្យខ្ទេចខ្ទីផ្ទះយើងម្ចាស់យើងអត់ដឹងឮងាប់ទៅយើងអ្នកជួលគេណាគេគ្រាន់តែឈ្នួលយើងណាគេជាអ្នកតំណាងរបស់យើងណាហើយយើងនេះជាម្ចាស់នេះបើយើងអត់គិតគូរងាប់ទៅបងប្អូនមើលដំបងដៃបងប្អូនមើលស្ថានភាពរបស់បរទេសទោះថាតើបរទេសនឹងវាឈប់មានមហិច្ឆតាលេបតបាក់ទឹកដីរបស់យើងសុំទោសបងប្អូនងាប់រាប់សែនអ្នកដើម្បីគៀបកកខ្មែររឿងអីអាបរទេសខាងកើតនឹងវាឈប់មានកំណត់ងាប់ហើយប៉ុន្តែវាធ្វើឲ្យត្រូវស្ថានភាពប្រទេសយើងបច្ចុប្បន្នហើយនឹងត្រូវស្ថានភាពរបស់អន្តរជាតិផងមកយកគេដោយការពីដើមវាយយកតែមកកើតទេវាធ្វើឲ្យសមស្របនឹងស្ថានភាពរបស់បរទេសបើតែជាវាយយកដោយនគរចម្ប៉ានគរចាមកើតទេអញ្ចឹងវាលូកចូលមកបងប្អូនកុំសង្ឃឹមតែខ្មែរងើបរួចបងប្អូនមើលច្បាស់មកងើបតែរួចប៉ុន្តែបងប្អូនត្រូវច្បាស់លាស់ក្នុងចិត្តរបស់បងប្អូនណាថាខាងកើតទៅដាច់ខាតវាអត់លែងប្រទេសយើងទេលុកថាតែយើងងើបឡើងរើបំរាស់រហូតដល់វាចាក់កយើងមិនជាប់អានឹងគេយកវាលែងបើរឿងឲ្យវាលែងតែហ្មងអត់លែងទេងាប់មនុស្សអស់រាប់សែនណាដើម្បីគ្រប់គ្រងប្រទេសខ្មែរបានហើយគ្មានចំនួនណាដែលអាបរទេសខាងកើតនឹងចូលលុកលុយក្នុងឈាមរបស់ប្រទេសយើងណាច្រើនជាងចំនួននេះទេបងប្អូនបើនិយាយពីផែនទីវិញគូដោយបាតដៃផែនទីប្រទេសខ្មែរកាលពីមុនណាបងប្អូនចូលទៅដល់ពោធិ៍សាត់ទៅមានយួនវិញរកផ្លូវទៅឃើញទេព្រៃច្រើនពេកអញ្ញាញ៉ៃសប្ថ្ងៃផែនទីបងប្អូនដូចបាតដៃដឹងនិយាយពីមន្ទីរក្រសួងគ្រប់កន្លែងទាំងអស់ខ្ទេចខ្ទីទាំងអស់ទូរស័ព្ទយើងនិយាយនោះនៅឯព្រៃកូននោះគ្រប់ដងព័ត៌មានទាំងអស់អាក្រូ97តិចទាំងអស់ស្រុកខ្មែរយើងវាចូលគ្រប់សរសៃឈាមបើបងប្អូនប្រជាប្រដ្ឋដែលជាម្ចាស់ប្រទេសអត់គិតទេនៅតែប៉ុណ្ណឹងបងប្អូននៅតែប៉ុណ្ណឹងខាងលិចក៏បាត់ខាងកើតក៏បងកណ្ដាលលិចលុកទើតែមរណានឹងចូលដល់កន្លែងហ្នឹងបងប្អូនបើបងប្អូនអត់គិតគូរទេ គុំសង្ឃឹមថាអាបរទេសខាងកើតនឹងវាលែងយើង
ពេលដែលចូលមកចំនួន79ណាសមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់បកកុម្មុយនីសវៀតណាមទទួលបន្ទុកកិច្ចការនយោបាយឥណ្ឌូចិនធំណាគណៈកម្មការអចិន្ត្រៃយ៍បកកុម្មុយនីសវៀតណាមធំណាគូជីមិញបដកផ្ទាល់ដៃទទួលបន្ទុកកិច្ចការនយោបាយឥណ្ឌូចិនមានពីណាខ្លះមានខ្មែរមានឡាវមានយួនគាត់និយាយថាម៉េចទេនេះគឺជាឱកាសល្អចុងក្រោយបំផុត79វៀតណាមអត់មានឱកាសល្អចុងក្រោយណាទៀតទេនេះគឺជាឱកាសល្អចុងក្រោយបំផុតចូលប្រទេសកម្ពុជាមួយដងនេះគឺជន់ឲ្យលឹកមិនឲ្យហើយងើបមុខរួចជាដាច់ខាតពេលនោះណាបងប្អូនណាយើងបែកកូនបែកចៅពេលបែក79មកវិញក៏ពុកតរកូនរកចៅគ្មានអាណាចង់បានអីទេអីវាយអីវ៉ាន់តែគេដឹកទុកតាមកន្លែងរួចហើយគេឲ្យចំណុចពងទៅយកទៀតផងkhông biết saoទេអូននឹងមិត្តរបស់បងប្អូននឹងមិត្តរបស់បងប្អូនណាមិត្តភាពមើលឆ្នាំបងប្អូនត្រូវការដែរមិត្តភាពបងប្អូនជាអីបងប្អូនជាលូកបងប្អូនជាកូនជៀមហើយបងប្អូនជាតកតោមួយដើរទៅរាល់ថ្ងៃទឹកស្បែកនេះទៅមិត្តភាពបែបហ្នឹងមិត្តភាពដែលមិនស្មើភាពទៀតណាមិត្តភាពសប្ថ្ងៃហ្នឹងគេថាមិត្តភាពមើលឆ្នាំរបស់គេនេះអូមិត្តចូលមកក្នុងប្រទេសគេកើបយកទ្រព្យរបស់គេហើយបងប្អូនពិចារណាមើលហើយបងប្អូនស្ដាប់លោកប៉ែនសវណ្ណនិយាយមើលអាដីណាលយចាប់លៀបឯងតន់រកកូនរបស់ប្រពន្ធឃើញផងគេចាប់ដើមចាំហើយហេតុអីបានចឹងថាហេតុការរបស់គេគិតទុករួចជាស្រេចរួចហើយគេគិតទុករួចហើយសមាជិកគណៈកម្មការអចិន្ត្រៃយ៍បកកុម្មុយនីសវៀតណាមទទួលបន្ទុកការងារនយោបាយឥណ្ឌូចិនលេដឹកខគាត់និយាយថាម៉េចនេះឱកាសនេះគឺជាឱកាសមាសចុងក្រោយបំផុតគ្មានឱកាសណាល្អជាងឱកាសនេះទៀតចូលទៅខ្មែរម្ដងនេះជន់វាឲ្យលឹកកុំឲ្យលើកមករួចបងប្អូនដឹងសភៅគេបោះរួចហើយសភៅរៀនណាកូនខ្មែរនិងកូនយួនកាន់ដៃគ្នាណាវិជាម្នាក់ណារៀនអក្សរយួនផងរៀនអក្សរខ្មែរផងកុំភ្លេចណាកាលពី81 82យើងរៀនអក្សរយួនណាកុំភ្លេចណាកុំថាភ្លេចពេកណាយើងរៀនអក្សរយួនណាប៉ុន្តែដោយសារចលនាអ្នកស្នេហាជាតិខ្មែរមិនព្រមឈប់ទៅតបានតែជាងដែរវាកើតជាសង្គ្រាមជីវិតឡើងពេលនោះអន្តរជាតិគេមើលឃើញថាស្រុកខ្មែរត្រូវតែមានជំនួយពីអង្គការសហប្រជាជាតិបានគេចូលរួមដោះស្រាយបញ្ហាប្រទេសខ្មែរគេគៀបសម្កត់ឲ្យយួនចេញទៅវិញកុំអីវាអត់ចេញទេណាបងប្អូនកុំអីអត់ចេញទេ89ចេញទៅវិញប៉ិនចេញតែខោអាវទេពីព្រោះជំនាញការគេដាក់តាមក្រសួងរួចហើយណាមានប្របាក់អីចេញតែខោអាវទៅមកវិញជំនាញការនៅដដែលពួកគេរៀបចំតាំងពី79មកហើយដូររូបភាពថ្មីដាក់ឆ្នាំបន្ទាត់ឆ្អឹងរួចលេបទៅមួយការពីយូរមកហើយធ្វើខ្មែរឲ្យទៅជាយួនទៅមិនរួចខ្មែរមិនទៅជាយួនខ្មែរកម្ពុជាក្រមនៅតែកម្ពុជាក្រមមិនព្រមទៅជាយួនឥឡូវធ្វើយួនឲ្យទៅជាខ្មែរយួនឥឡូវចេះជាខ្មែរច្រោះជាយ៉ាងអាចទៅខ្មែរមិនគួរយួនបងប្អូនមើលស្ថានភាពរបស់បរទេសវានៅដំណាក់កាលណាវានៅដំណាក់កាលណាវាលុកលុយយើងដល់សរសៃប្រសាទអស់ហើយណាអាខាងលើនោះជាពិសេសគឺផ្នែកប៉ូលីសហើយនិងផ្នែកទាហានបងប្អូនមើលច្រើនប៉ុណ្ណាប៉ូលីសហើយទាហានពួកបរទេសកាលនោះឥឡូវកូនចៅរបស់គេរៀនអក្សរខ្មែរច្រោះពេញទឹកពេញដីបងប្អូនមើលស្ថានភាពរបស់ប្រទេសរបស់បងប្អូនហើយគេជាង89លានណាគេហើយបហោចូលមករាល់ថ្ងៃបហោមករាល់ថ្ងៃពួកមកស្រួលទាំងអីណាបហោមករាល់ថ្ងៃមកដល់ភ្លាមបានគ្រួសារមានភ្លាមអត្តសញ្ញាណប័ណ្ណមានភ្លាមតែមានអត្តសញ្ញាណប័ណ្ណបោះឆ្នោតបានណា5 6លានមានអីពិបាកបង្ហោបងប្អូនពីព្រោះសប្តាហ៍បងប្អូនដែលឮប៉ូលីសណាមួយហេអូនឯងនិយាយខ្មែរអត់ច្បាស់អញ្ចឹងហើយមកស្រុកខ្មែរហើយកាន់ឯកសារអីអាមិនទៅមើលប៉ាសពតទៅមើលឯកសារចូលស្មៅរឿងអីតែមានប៉ូលីសណាមួយតកេះយួនដែលអត់ចេះនិយាយខ្មែរដែរដែលតកេះយួនអត់ចេះនិយាយខ្មែរសោះហ្នឹងអត់ដែលតកេះទេតែវាអត់និយាយខ្មែរច្បាស់មានន័យថាម៉េចគឺវាគឺជាជនជាតិបរទេសដែលមករស់នៅស្រុកខ្មែរតើអ្នកឯងចូលតាមរបៀបអីទៅមើលប៉ាសពតសិនទៅមើលឯកសារសិនអ្នកឯងចូលដោយសាររឿងអីប៉ុន្តែសប្តាហ៍អាសាខាងកើតហ្នឹងវានិយាយញ៉ាំញ៉ាំក្បែរតែប៉ូលីសវាគ្មានទឹកខ្វល់អីផងប៉ូលីសដែរទៅសួរវាផងដែរសួរថាឯងមកពីណាឯងមកតាមណាឯងមានប៉ាសពតអត់ហើយបើវាចូលស្រួលបែបហ្នឹងបងប្អូន2 3លាន4 5លានវាបន្លែងមកស្រួលប៉ុណ្ណាឥឡូវនេះបងប្អូនណាកុំថាតែជាដើមយួនណោះវាទៅនៅដល់ប៉ែទេណោះទៅនៅដល់ម៉ាឡៃណោះតបុកខ្មែរក្រហមឯណោះទៅធ្វើស្រីខូចទៅធ្វើអីដល់ដល់ទៀតមានកន្លែងណាទៀតដែលបងប្អូនមើលឃើញថាស្រុកខ្មែរអត់ប្រសើរក្នុងស្ថានភាពមួយណាបងប្អូនមើលចុះបងប្អូនមើលមើលកន្លែងណាដែលបងប្អូនយល់ថាប្រទេសខ្មែរកំពុងតែសុខសាន្តហើយអន្តរជាតិហ្នឹងមកចាំអូសថាហេអានេះយួនឯងបញ្ជូនទៅវិញណាអន្តរជាតិជួយចាំបានបងប្អូនពិចារណាមើលបើថ្ងៃក្រោយមកបើយើងបោះឆ្នោតចេះតែចាច់បោះឆ្នោតចេះតែចាច់ចាំតែថ្ងៃណាមួយគេចាប់ដើមបោះឆ្នោតធ្វើប្រជាមតិគេថាអូតើស្រុកខ្មែរត្រូវជាប់ទៅជាមួយនឹងសហគមន៍ឥណ្ឌូចិនណាតើខ្មែរព្រមអត់បោះឆ្នោតប្រជាមតិហ្នឹងឡាវខ្មែរហើយនឹងយួនអត់បោះឆ្នោតទៅចាញ់គេទៀតចូលបានដល់ពេលហ្នឹងធ្វើម៉េចឥឡូវដល់ពេលហ្នឹងធ្វើម៉េចស្របច្បាប់បងប្អូនណាវៀតណាមណាដូចនៅលើគំនរក្នុងរឿងចឹងវាថៃតែទុំហ្នឹងទឹកដីមកជាបោះចាទឹកដីមកជាបោះខ្មែរចាមក៏នៅខ្មែរក៏នៅ
ចឹងបានពួកមកសាញ្ញាពួកចាមហ្នឹងឲ្យតែរត់មកស្រុកខ្មែរគេចាត់ការជាមួយនឹងរដ្ឋាភិបាលបញ្ជូនទៅវិញទៀតបញ្ជូនទៅវិញហ្នឹងបងប្អូនរត់ចោលពីព្រោះអីទឹកដីនោះជាទឹកដីរបស់ចាមណាចាមវាត្រូវការរឿងដែរកម្ពុជាក៏ต้องរឿងដែរសពថ្ងៃងើបមិនរួចធ្វើរឿងអីបងប្អូនអត់មានកន្លែងផងបីពួកធំដែលវៀតណាមតែយ៉ាងទី1គឺពួកចាមទី2គឺយួនសេរីយួនគេចាំទៅសេរីរបស់វាដែរនិងទី3ពួកកម្ពុជាក្រមវៀតណាមទៅរស់នៅលើភ្នំភ្លើងអញ្ចឹងបើវាប្រឡែងប្រទេសខ្មែរឲ្យឯករាជ្យចឹងវៀតណាមអាចបាត់កម្ពុជាក្រមទី1ពួកម៉ុងតាញាហ្នឹងពួកចាមហ្នឹងក៏មានកន្លែងក្រមគឺប្រទេសខ្មែរទី2ពួកយួនសេរីក៏មានកន្លែងក្រមគឺប្រទេសខ្មែរទី3ពួកកម្ពុជាក្រមក៏មានកន្លែងក្រមគឺប្រទេសខ្មែរចឹងយួនវាអត់លែងទេប្រទេសខ្មែរសឹងតែថាប្រទេសខ្មែរនេះគ្រោះថ្នាក់ជាងនៅស្រុកយួនទៀតណាពួកចាមពួកម៉ុងតាញាហ្នឹងមកប្រទេសខ្មែរបងប្អូនដូចទៅនៅស្រុកយួនដែរយួនចាប់មកផ្លើតដល់ដល់ស្រុកខ្មែរយួនចាប់មកផ្លើតពួកអីពួកប្រទេសហ្នឹងខ្ញុំនិយាយឲ្យខ្លាចរដ្ឋាភិបាលរបស់យើងទេពួកយួនសេរីក៏អញ្ចឹងនៅស្រុកខ្មែរអត់បានទេគិញវៀតណាមហ្នឹងមកតាមចាប់ឥឡូវគេបង្រៀនតាមអ្នកដឹកអេនចាយហ្នឹងប្រហែល 4,000 នាក់នៅក្នុងស្រុកខ្មែរហ្នឹងតាមដានអីទី1ពួកម៉ុងតាញាទី2ពួកយួនសេរីនិងទី3ពួកកម្ពុជាក្រមតែបាក់មកបើបលែងប្រទេសយើងឲ្យសេរីពួកទាំង3ក្រុមហ្នឹងមានកន្លែងក្រមតែមានកន្លែងក្រមបាក់មកប្រទេសយួនវិញចឹងបលែងប្រទេសខ្មែរបងប្អូនដូចលែងកម្ពុជាក្រមដូចលែងហាណូយចឹងបានយួនអត់លែងទេរឿងយួនលែងឬមិនលែងវាអត់សំខាន់ទេរឿងយួនប៉ុន្តែរឿងយើងងើបទៅអស់ប្រះអស់បើយើងមិនប្រះទេនឹងងាប់ទៅរឿងគេដឹកឲ្យជន់យើងហើយវាអត់លែងទេពួកលែងអាចបាត់បង់ចឹងវាអត់លែងទេហូជីមិញគាត់មើលឃើញស្ថានភាពចាក់ដៃរបស់ប្រទេសគាត់ថាចិនវាធំណាស់បើយើងចង់ពង្រីកទឹកដីរបស់យើងទៅខាងចិនទៅរួចទេគុំសំបីតែពង្រីកទឹកដីទៅខាងចិនសំបីតែយើងនៅស្ងៀមហ្នឹងណាអត់ទៅរករឿងចិនអត់ទៅពង្រីកទឹកដីអីប៉ះពាល់ដល់ចិនក៏យើងអត់រួចខ្លួនដែរគឺទឹកតែចិនហ្នឹងគៀបសង្កត់យើងហើយដូច្នេះទៅដំណើរមកខាងលិចមកលេបឡើងហើយលេបខ្មែរឲ្យបានធំដើម្បីទប់ទល់ជាមួយនឹងប្រទេសចិនជាក់ស្ដែងនៃប្រទេសគាត់យល់ថាចិនដើម្បីពង្រីកខ្លួនគាត់ឲ្យធំគាត់ថាមានទៅចិនទេមានតែមកឡើងហើយនឹងមកខ្មែរយើងនឹងមកហើយផែនការរបស់គាត់ហ្នឹងអត់ឈប់អត់ឈរទេសប្តាហ៍កូនចៅរបស់គាត់កំពុងតែអនុវត្តផែនការហ្នឹងហូជីមិញគាត់ចង់បានប្រទេសទាំង3ចូលគ្នាទៅជាសហព័ន្ធអនុចិនគាត់ថាមានជនជាតិ3រស់នៅជុំគ្នាប៉ុន្តែជនជាតិគាត់ច្រើនជាងបើបោះឆ្នោតរឿងប្រទេសនេះទៅស្ដីអីចាស់ពីនេះយើងហើយគាត់ចង់បង្កើតសហព័ន្ធអនុចិនដែលមានជនជាតិ3អញ្ចឹងគំនិតរបស់គាត់តាំងពីនោះរហូតដល់ឥឡូវហ្នឹងអត់ទាន់ចប់ទេមនោគមវិជ្ជាដែលគាត់បានទុកយ៉ាងជ្រៅក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋវៀតណាមជាពិសេសអ្នកនយោបាយវៀតណាមឲ្យគេយល់យ៉ាងច្បាស់ថាមានតែការលេបតបាក់ប្រទេសទាំងពីរនឹងទេដែលអាចធ្វើឲ្យប្រទេសយួនបានសេចក្តីសុខទុកទល់ជាមួយនឹងចិនអ្នកនយោបាយយួនណាទោះបីជាវាដឹងថាទង្វើនឹងជាទង្វើអាក្រក់ចង់លេបតបាក់ប្រទេសរបស់អ្នកដទៃប៉ុន្តែហូជីមិញគាត់បញ្យល់ថាវាជាជំរឿនតែមួយគត់យើងមិនដឹងធ្វើម៉េចទេក៏ពេលអញ្ចឹងវាធ្វើមកលើប្រទេសយើងដោយវាដឹងថាទង្វើរបស់វានឹងខុសប៉ុន្តែវាយល់ថាវាត្រូវតែធ្វើអញ្ចឹងគឺជាជំរឿនតែមួយគត់ដែលវាត្រូវតែធ្វើអញ្ចឹងនេះគឺជាការយល់ពិតអំពីស្ថានភាពរបស់ប្រទេសគេឥឡូវយើងចង់រើខ្លួនឲ្យរួចពីការលេបតបាក់របស់ប្រទេសជិតខាងដូចគ្នាយើងក៏ត្រូវស្គាល់ស្ថានភាពរបស់ប្រទេសយើងបើយល់មិនច្បាស់ទេណាបងប្អូនយើងរើអត់រួចទេអ្នកដែលចង់រើខ្លាំងជាងគេគ្មានពីណាជាងប៉ុលពតទេបងប្អូននួនជាគាត់និយាយថាម៉េចទេឲ្យគាត់និយាយតែពីឆ្នាំ75ដល់79មិនកើតទេអានឹងចាត់ទុកជាកដាលកពើទៅចុះហើយនិយាយពីកតុយកពើមកផងហើយត្រូវតែនិយាយពីកដាលកពើមកផងហើយគាត់រំលឹកថាម៉េចទេគាត់រំលឹកថាណែសពថ្ងៃហ្នឹងប្រជាពលរដ្ឋខ្មែរហ្នឹងអ្នកមានការយល់ថាប្រទេសរបស់អ្នកហ្នឹងផុតអំពីចង្កូមរបស់អាបរទេសខាងកើតហើយឬយ៉ាងម៉េចអ្នកយល់ថាងើបផុតហើយឬយ៉ាងម៉េចបញ្ហានៅត្រង់ថាយើងវាអត់ស្គាល់ខ្លួនយើងគេឲ្យគាត់និយាយអំពីឆ្នាំ1975ដែលរបបប៉ុលពតចូលកាន់កាប់ប្រទេសខ្មែររហូតដល់ឆ្នាំ1979ដែលរបបប៉ុលពតត្រូវបានគេគូរំលំគាត់ថានិយាយវាអត់កើតការបោសម្អាតការកាប់សម្លាប់ខ្លះនៅក្នុងចំនួនប៉ុលពតវាជារឿងតពីមុនមកពីព្រោះវាមានអាខ្មាំងខាងកើត
តប់ក្នុងចលនារបស់យើងបងប្អូនឃើញបាក់3ដែលហូរជាមិនបង្កើតដែរបាក់កុម្មុយនីសវៀតណាមបាក់កុម្មុយនីសខ្មែរនិងបាក់កុម្មុយនីសឡាវមានឈ្មោះថាអញ្ចឹងបងប្អូនមើលសភៅប្រវត្តិសាស្ត្របាក់កុម្មុយនីសឡាវក៏ដោយបាក់កុម្មុយនីសខ្មែរក៏ដោយសមត្ថភាពជាច្រើនគឺពួកអាខាងកើតនិងសមរវិញប៉ុន្តែមើលរូបខាងក្រៅជាបាក់កុម្មុយនីសខ្មែរមិនសមត្ថភាពគុណជាច្រើនដល់ពេលអញ្ចឹងឯងពលពតចង់បោះសម្អាតនេះព្រោះក៏ដឹងថានឹងជាល្បិចអាខាងកើតសមត្ថភាពវាមិនដល់អាខាងកើតវាចាក់ឬច្រើនហើយវាមានល្បិចខ្ពស់ផងដល់ពេលអញ្ចឹងគាត់និយាយថាវាច្បោកវាច្បល់ភាសារបស់គាត់នួនជាគាត់ថាដល់ពេលញ៉ាំនោះវាមិនដឹងអាណាជាខាងណាវាច្បោកវាច្បល់ដល់ពេលបោសម្អាតយូរទៅពលពតដាក់ផែនការសម្លាប់ស្មានអាក្នុងនឹងវាក្បត់វាសម្លាប់ប្រជាប្រដ្ឋខ្មែរដល់ទៅវាចៃដៃមនោគមវិជ្ជាពលពតបោសម្អាតវាសម្លាប់បដ ாய் ទៅអញ្ចឹងបានគាត់និយាយថាវាច្បោកវាច្បល់ហើយបងប្អូនសប្តាហ៍នេះស្មានថាលែងច្បោកលែងច្បល់ហើយមានស្ដាប់ងាប់ហ្នឹងរស់ណាស់ជាមុនទៀតកាលពីមុនណាអាបរទេសខាងកើតតែនិយាយខ្មែរទៅច្បាស់ឥឡូវវានិយាយច្បាស់ចែកហ្មងហើយក្នុងវេទិកាមិនមានអានោះទៀតនៅកាន់រដ្ឋាភិបាល